គុណស្នងការភ្នំពេញឯអាដាមជួនអរិទ្ធសូមឲ្យអ្នកខាងម្ចាស់ដីម្ចាស់ហុងចាក់អីតែនាំអ្នកចិនមកព្រោះឥឡូវខ្មែរយើងនេះធ្វើអីក៏បានដែរជួយផលិតភ្លើងអីតន់សឹងទាំងអស់មករកស៊ីនៅនឹងមានសមត្ថភាព大家好，我是一位来自中国的投资者。今天呢，看斯诺干本不不离，នៅខាងកំពូលជួយមកផលិតឡាយហុងចាញ់មានបញ្ហាឆេះខ្ទុះសេខ្សែភ្លើងសូមអរគុណទាំងអស់គ្នាជួយផលិតតនអរខាងបើកឡានទឹកអីទៅគ្នាមកបខំជួយចុះផលិតភ្លើងខ្លួនផ្ទាល់ត្មងតែឆេះរៀងមានបញ្ហាតែយើងអត់សូវអស់ប្រហែលទេព្រោះអីមកពីខាងគាត់មកជួយតនយើងពងតែមានបញ្ហាភ្លាមខាងក្រុមគាត់ចុះមកភ្លាមទាំងអស់តាំងពីពេញតាំងពីនៅកាបូលជួយមកតនទាំងអស់គ្នាអរគុណទាំងអស់គ្នាសូមថាខ្ញុំជនជាតិចិនខ្លះភាសាខ្មែរអត់សូវច្បាស់តែណារៀងយល់អនឡាញណានិយាយអត់សូវច្បាស់អញ្ចឹងសូមឲ្យយល់គ្នាតិចខាងម្ចាស់ដីម្ចាស់ហុងចាក់អីតែនាំអ្នកចិនមកព្រោះឥឡូវខ្មែរយើងនេះធ្វើអីក៏បានដែរជួយផលិតភ្លើងអីតន់សឹងទាំងអស់មករកស៊ីនៅនឹងមាន5នាទីខតែ5នាទីក៏លេងតន់ដែរខ្វាយឆេះនឹងឆេះដបងនោះសិតតែជាកៅហើយមានអាស៊ីតដល់13នាទីផលិតអស់ហើយព្រោះមកละ1:23ហ្នឹងតកាយខ្ញុំទេមកខ្ញុំគាត់មកដាក់ឃ្លាំងថាឆេះហើយអញ្ចឹងខ្ញុំមកពីនោះមក28ខ្ញុំមកដល់ហ្នឹងគឺផលិតអស់ហើយសល់តែអាដាមជួនអរិទ្ធសូមអរគុណ今天呢我们工厂因为阳光直射有一些材料燃烧了但是呢11:10左右烧起来的火差不多在11:23我们工厂的火就已经灭掉了非常感谢我们贡武区还有金边市警察局的一些消防官员还有消防的这些灭火这些人员工作人员对特别是金边警察局的派下来很多辆消防车给我们灭火包括贡武区这边的局长也有亲自带队给我们工厂灭火在这个时间呢我想和我们广大的中国同胞讲柬埔寨现在投资的环境非常好柬埔寨政府还有这些地方官员对于我们中国投资者的帮助和照顾是让我们从心里面的高兴非常感激柬埔寨各界政府对我们中国投资者的支持我们出门在外不容易柬埔寨中柬友好国家希望在这个大好环境下我们中国同胞能过来柬埔寨开发市场开发各行各业的一些适合各位老板的市场在柬埔寨我们干出一片非常好的天地因为现在这边的政府还有一些社会的这些福利待遇社会的投资环境